ឆ្នាំនេះពិតជាសប្បាយចិត្តខ្លាំងមែនទែនបងប្អូនសប្បាយចិត្តជាងត្រូវក៏ទុយលេខ1,000,000 ដុល្លារទៀតដោយសារអីដោយសារតែឆ្នាំនេះគឺបានស្រង់ទឹកជូតព្រះរស់ទាំងសងខាងតែម្ដងទាំងលោកឪពុកអ្នកម្ដាយបង្កើតនិងលោកឪពុកអ្នកម្ដាយបាទក្មេកហើយក្នុងទឹកក៏យើងមានបេះផ្កាឈូកកំពុំដាក់ចូលផងដែរបងប្អូនដើម្បីសូមសិរីសួស្តីក្នុងឆ្នាំថ្មីហើយមួយធុងនេះគឺគ្រូទឿលើកអត់ចង់រួចទេបងប្អូនអើយហើយកាត់មកដល់នេះផងដែរដូចខ្ញុំជំរាបបងប្អូនមុននឹងអញ្ចឹងបាទនេះគឺជាលោកឪពុកអ្នកម្ដាយក្មេកបាទនឹងបាទពូមីងហើយមានបងប្អូនមានពូមានបងបាទមានចែបាទជាច្រើនបាទឆ្នាំនេះគាត់មកជុំគ្នាមែនតើមកលេងផងបាទមកស្រង់បាទព្រះផងដោយសារតែបញ្ញាប់មកច្រៀងបងប្អូនបាទអញ្ចឹងមានតែស្រង់ព្រះហើយពូបញ្ញាប់មកច្រៀងវិញបាទនៅខាងស្រុកកោះសតិនបងប្អូនបាទស្រង់ព្រះបាទជូនលោកពុកអ្នកម្ដាយក្មេកបាទខ្ទង់ម៉ោង12ហើយស្រង់ហើយយើងមកបាទផ្ទះបាទខាងឪពុកម្ដាយបង្កើតបាទនៅខាងប៉ះបាទប៉ះ2បាទខាងស្រុករាជឆ្មាស់ប៉ះ2បាទមកប្រហែលជាបាទមួយជាងបងប្អូនឃើញបាទខ្ញុំឈរធ្វើអីទេគឺឈរនោះគឺរេរបាទចាំគ្រូទឿនឹងហើយបាទគ្រូទឿដើរទៅដើរមកបាទអត់បាទចប់ទេអត់ដឹងទៅធ្វើអីទេបាទសួរចុះសួរឡើងគឺបាទទៅធូបបាទមុំរកធូបហើយបាទចាំអត់បានទេបាទចិត្តកន្លះម៉ោងហើយបាទអញ្ចឹងមានតែបាទស្រង់ព្រះជូនបាទបងប្អូនអ្នកម្ដាយដើរមកបាទចាំគាត់បាទចុះមកចាំបាទសរុបមួយគ្នាហើយយើងមានសាប៊ូដុសខ្លួនបាទ Logan ផងដែរខែក្តៅអញ្ចឹងគឺប៉ះជាមួយនឹងបាទសាប៊ូដុសខ្លួន Logan គឺត្រូវឲ្យបងប្អូនតិចស្រាប់តែម្ដងផលិតដោយកូនខ្មែរអញ្ចឹងយើងបាទគ្រប់គ្រងបាទរបស់ផលិតផលកូនខ្មែរយើងបាទយើងស្រង់ព្រះជូនលោកពុកអ្នកម្ដាយបណ្ដាហើយបាទចាំគ្រូទឿគឺអត់ទាន់ចុះមកទេបាទរកធូបអត់ដឹងប៉ុន្មានម៉ោងទេបានឃើញមកឥឡូវចុះមកហើយបាទមានបាទម៉ាក់អ៊ីវរៈរីតីបាទមានបាទអាសង្ហាបាទប្អូនពៅខ្ញុំឈ្មោះថាបាទលោករឿនបណ្ដូលបាទឥឡូវគាត់ចុះយកធូបមកហើយបាទអត់ដឹងថាយកធូបបាទមកធ្វើអីទេបាទបងប្អូនមើលចាំស្ដាប់សលេងបាទស៊ីនទាំងអស់គ្នាតែគាត់បាទយកមកធ្វើអីឆ្ងាយចាំមិនហើយមកមានទឹកភ្នែកទឹកកបោអីមកចៃបាទចឹងបងប្អូនបានឮហើយបាទគឺគាត់យកធូបមកដើម្បីសុំកម្មាទោសលោកឪពុកអ្នកម្ដាយបើសិនជាមានកំហុសខុសឆ្គងតាំងពីដើមបាទសូមបាទជាស្រ័យបាទអត់អោនឲ្យបាទកូនបាទផងបាទឲ្យគាត់នឹងបាទគឺគាត់ខុសច្រើនជាងគេហើយអ្វីដែលខ្ញុំសប្បាយចិត្តជាងគេនោះគឺបាទបែបនេះបងប្អូនគឺបានស្រង់ព្រះជូនលោកឪពុកអ្នកម្ដាយទាំងសងខាងក្នុងថ្ងៃតែមួយតែម្ដងបាទរាល់ឆ្នាំគឺបាទបានមកខាងអត់មកខាងបាទបានមកលេងគាត់មកផ្លែជូនលុយជូនកាក់រួចបាទក៏ត្រឡប់បានធ្វើការច្រៀងធម្មតាតាមបាទខេត្តបាទផ្សេងអញ្ចឹងណាបងប្អូនហើយនៅក្នុងថ្ងៃសងព្រះនេះផងដែរគឺបងប្អូនខ្ញុំបានមកតែ3នាក់ទេបងប្អូនខ្ញុំបង្កើតទាំងអស់មាន5នាក់បាទប្រុស4ស្រី1បាទបងស្រីធំគឺគាត់ទៅលេងស្រុកខាងប្តីនៅខាងខេត្តកំពង់ឆ្នាំងហើយបងប្រុសម្នាក់ទៀតក៏គាត់ដើរលេងបាទហៅមកអត់ទាន់ទេបាទដល់ពេលអញ្ចឹងបាទមានតែ3នាក់ក៏បាទធ្វើតែ3នាក់តែម្ដងទៅហើយមានបាទបងថ្លៃបាទហើយនឹងភរិយារបស់ខ្ញុំបាទដ៏ស្រស់ស្អាតផងដែរហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងផងដែរបើសិនជាមានចំណុចខុសឆ្គងត្រង់ណាមួយក៏សូមអធិស្ឋានហើយបងប្អូនទាំងអស់គ្នាក្នុងឱកាសឆ្នាំថ្មីនេះតើបានស្រង់ព្រះរស់បាទទាំងអស់គ្នាដែរឬទេបាទបើសិនជាបានស្រង់ព្រះជួយតម្លាក់រូបបាទម្នាក់មួយផងបាទអរគុណច្រើនជម្រាបលាបាទជូនពរសុខភាពល្អទាំងអស់គ្នាក្នុងឆ្នាំថ្មីហេង